Thực sự đây,អ្នកទាំងអស់គ្នាថ្ងៃនេះចង់មានវីដេអូមួយចង់បង្ហាញពីការប្រើប្រាស់អឺ view panel អញ្ចឹងឧទាហរណ៍ថានៅក្នុង Excel Commune នេះនៅពេលដែលចុចទៅយើងអាចមើលនៅខាង view panel បានតែនៅក្នុង district គឺអត់ទេអត់អាចមើលបានទេហើយ province ដូចជាអត់ដែរ village នេះដូចជាអត់ដែរអញ្ចឹងដើម្បីធ្វើឲ្យវាអាច view អញ្ចឹងបានអញ្ចឹងទី1យើងត្រូវ right click លើ Excel file ហ្នឹងហើយយក property បន្ទាប់មកយើងយក security នេះកន្លែង security យើងយក un uncheck unblock នៅកន្លែង default cam ហ្នឹងទៅហើយអូខេអញ្ចឹងចាំបន្តិចវានឹងធ្វើការយើង click ខាងលើឡើងវិញទៅនៅពេលដែលយើងចុចsecurity ហ្នឹងហើយយើង uncheck ហ្នឹងហើយយើងបិទbrowser មួយមកបន្ទាប់មកយើងបើក Explorer ឡើងវិញហើយយើងបើកfolder ហ្នឹងឡើងវិញមកហើយយើងចុចទៅឃើញនឹង load show file ឲ្យហើយអញ្ចឹងក្នុងវីដេអូហ្នឹងមានតែប៉ុណ្្នឹងទេដើម្បី preview content file Excel នៅក្នុងWindows Panel បាន